បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះចេញដំណើរទៅទៀតហើយបាទនេះទេសភាពផ្លូវទៅត្រពាំងកន្លែងប្លង់ដែលបបកត្រីបាទនេះទេសភាពសុកស្រែយើងតាមព្រៃបងប្អូនគាត់មកធ្វើស្រែចម្ការឥឡូវគាត់ធ្វើខ្ទមធ្វើអីនៅតាមមាត់ត្រពាំងមាត់អីចឹងដើម្បីបានទឹកប្រើអីចឹងនៅស្រួលចឹងធ្វើចម្ការផងទៅស្រែផងអីចឹងឥឡូវមកដល់ត្រពាំងនេះមកដល់ហើយឥឡូវអត់ទាន់ឃើញមានបងប្អូនយើងមកទេណាត់គ្នាមកប្រហែលជា4-5នាក់ហ្នឹងឥឡូវមកដល់ហើយនេះស្ងាត់ឈឹងយកមិញភ្លៀងខ្លាំងបងប្អូនចាំមើលលទ្ធផលកន្លែងនឹងបានប្រមាណទេចាំមើលត្រីវាមានតែក្នុងអាស្មៅពើក្រាស់ហ្នឹងបងប្អូនហ្នឹងហើយឥឡូវចាំមើលដឹងលទ្ធផលអស់គ្នាបាទសូមអរគុណបងប្អូនដល់បងហើយអត់ខ្នងភ្លៀងជំនាញមកមេខ្លាំងចាំមើលបាទឥឡូវសរុបលទ្ធផលមកព្រឹកឥឡូវដល់ម៉ោងបាយថ្ងៃហើយបងប្អូនដល់ម៉ោងបាយថ្ងៃហើយឥឡូវនេះបងគាត់ចាប់ដើមអាំងត្រីបាន3មកព្រឹកបាទហូបបាយដល់គ្នាបងប្អូនបាទហូបបាយជុំគ្នានៅតាមស្រុកស្រែជនបទមានតែប៉ុណ្្នឹងឥឡូវបាយនេះហូបយកមកផ្ទះខ្លះបាទហូបអរគ្នាបាទសូមអរគុណបងប្អូនអរគ្នាមកបាយជុំគ្នានៅស្រុកស្រែមានតែប៉ុណ្្នឹង